នេះគឺមានថតដុតសាច់ជ្រូកចាំរបៀបធ្វើងាយៗដុតទ្រាប់ហើយយើងឆាសាច់ជ្រូកដាក់មកតំណងហ្នឹងតាមកមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាហើយនេះគឺមុខទៀតគឺយើងអាំងត្រប់ហើយនេះគឺយើងឆាសាច់ជ្រូកជាមួយទឹកប៉ោះទុកសូត្រពីលើ2 នាទីទៀតមកលើកវាដាក់ចានដាក់រួចរាល់អរគុណចា៎